សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ខ្សែជីវិតថ្ងៃនេះយើងនឹងនិយាយអំពីបញ្ហាមួយដែលមនុស្សជាច្រើនជួបប្រទះប៉ុន្តែមិនសូវយកចិត្តទុកដាក់គឺជើងហើមអាចកើតឡើងពេលល្ងាចឬក្រោយពេលឈរឬអង្គុយយូរមនុស្សខ្លះគិតថាវាជារឿងធម្មតាប៉ុន្តែពេលខ្លះវាអាចជាសញ្ញានៃបញ្ហាសុខភាពដូច្នេះថ្ងៃនេះយើងមកស្គាល់មូលហេតុនិងវិធីដោះស្រាយមូលហេតុទី1គឺអង្គុយឬឈរយូរពេលអ្នកអង្គុយឬឈរយូរឈាមនឹងស្ថិតនៅផ្នែកជើងបណ្ដាលឲ្យជើងហើមជាពិសេសអ្នកធ្វើការការិយាល័យឬអ្នកឈរធ្វើការយូរមូលហេតុទី2គឺខ្វះចលនាបើអ្នកមិនដើរឬហាត់ប្រាណឈាមនឹងហូរមិនល្អហើយបង្កឲ្យជើងហើមមូលហេតុទី3គឺអំបិលច្រើនការញ៉ាំអំបិលច្រើនធ្វើឲ្យរាងកាយរក្សាទឹកហើយបង្កឲ្យហើមមូលហេតុទី4គឺការផឹកទឹកមិនគ្រប់ពេលខ្លះអ្នកគិតថាផឹកទឹកតិចជួយកុំឲ្យហើមប៉ុន្តែពិតប្រាកដវាធ្វើឲ្យរាងកាយរក្សាទឹកកាន់តែច្រើនមូលហេតុទី5គឺស្បែកជើងមិនសមស្បែកជើងតឹងពេកអាចរារាំងឈាមហូរហើយបង្កឲ្យជើងហើមមូលហេតុទី6គឺអាកាសធាតុក្តៅពេលអាកាសធាតុក្តៅសរសៃឈាមនឹងពង្រីកហើយធ្វើឲ្យជើងហើមមូលហេតុទី7គឺការមានផ្ទៃពោះស្ត្រីមានផ្ទៃពោះជើងអាចហើមដោយសារការផ្លាស់ប្ដូរហូម៉ូនមូលហេតុទី8គឺបញ្ហាសុខភាពដូចជាបេះដូងតម្រងនោមឬសរសៃឈាមបើជើងហើមយូរឬហើមខ្លាំងគួរតែពិនិត្យជាមួយគ្រូពេទ្យឥឡូវនេះមកស្គាល់វិធីបន្ថយការហើមកុំអង្គុយឬឈរយូរពេកឬហាត់ប្រាណលើកជើងឲ្យខ្ពស់ពេលសម្រាកកាត់បន្ថយអំបិលផឹកទឹកឲ្យគ្រប់គ្រាន់ពាក់ស្បែកជើងសមរម្យអ្នកអាចម៉ាស្សាជើងឬប្រើទឹកត្រជាក់ដើម្បីជួយបន្ថយការហើមប៉ុន្តែបើអ្នកមានរោគសញ្ញាដូចជាឈឺខ្លាំងឬហើមតែខាងមួយសូមទៅពិនិត្យភ្លាមសរុបវិញជើងហើមអាចមកពីទម្លាប់ប្រចាំថ្ងៃឬបញ្ហាសុខភាពបើយើងយល់ពីមូលហេតុនិងកែប្រែទម្លាប់យើងអាចបន្ថយបញ្ហានេះបានបើអ្នកចូលចិត្តវីដេអូនេះកុំភ្លេច like share និង subscribe Channel ខ្សែជីវិតសូមអរគុណ